បាទជ្រាបសួរដល់ពុកម៉ែបងប្អូនយាយតាតាមបណ្ដាញសង្គម Facebook TikTok YouTube ទាំងក្នុងប្រទេសទាំងក្រៅប្រទេសកូនខ្មែរគ្រប់រូបគ្រប់មជ្ឈដ្ឋានឥឡូវនេះខ្ញុំបានមកដល់កន្លែងដើមថ្នាំហើយដល់កន្លែងដើមជ័រច្បក់ហើយមិនដឹងធ្វើមិនយកបានទេនេះបើអត់មានអីឡើងបងប្អូនអត់មានអីដាក់ឡើងនេះហើយបានផ្សិតច្បក់នោះក្រាលដែរបងប្អូនផ្សិតច្បក់បានផ្សិតច្បក់ហ្នឹងក្រាន់ជ័រច្បក់ផ្សិតច្បក់ផ្សិតចក្រមផ្លែចក្រមថ្នាំពិសេសពិសាលណាស់បងប្អូនអ្នកងាប់ដៃងាប់ជើងងាប់មកជារៀងខ្លួនដោយសារបញ្ហាជំងឺលើសឈាមដួលស្លាប់អីហ្នឹងខូចដៃមកជារៀងជើងមកជារៀងងាប់មកជារៀងខ្លួនហ្នឹងរជ័រច្បក់ហ្នឹងបងប្អូនជាប្រភេទជ័រច្បក់ផ្សិតច្បក់ផ្សិតចក្រមផ្លែចក្រមយកមកដាំទឹកឲ្យគាត់ហូបបងប្អូនដាំទឹកឲ្យគាត់ហូបបើសិនតែច្រើនយើងដាំទឹកហើយបើសិនថាតិចទេយើងដាក់ត្រាំស្រាឲ្យគាត់ហូបត្រាំស្រាឲ្យគាត់ហូបលាយអាស័យសំសាច់ទេប្រូលខ្លះមកហ្នឹងហើយដាក់ត្រាំស្រាឲ្យគាត់ហូបពេលបាយហ្នឹងមកចាប់បន្តិចទៅហ្នឹងហើយមកកូនកៅ100ទៅឲ្យគាត់ចាប់ហូបទៅហើយនេះមកដល់កន្លែងចកាគេមកកន្លែងនៅលើកំពូលភ្នំនេះរត់នេះជ្រៅណាស់បងប្អូនអើយដឹងធ្វើមិនបានទេនឹងបានអីបានទេដើមនេះធម្មតាទេនេះដើមវាអត់មានមែកពីក្រោមបងប្អូនបើមានមែកពីក្រោមទៅចេះឡើងរួចទៅដល់ពេលអត់មានមែកដើមត្រង់ធ្លូដែរដើមត្រង់ធ្លូទៅត្មងបងប្អូនហ្នឹងហើយនេះជាប្រភេទផ្សិតច្បក់បងប្អូនផ្សិតច្បក់ផ្សិតក្រមហ្នឹងហើយអានេះដើមអាស័យសំសាច់បងប្អូនប្រភេទដើមអាស័យសំសាច់នេះបងប្អូនមួយចំនួនបានស្គាល់ហើយអានេះកូនដើមទូចទេខ្ញុំបាទកោះយកទៅទុកដាំในផ្ទះហ្នឹងកូនដើមទូចទេដើមប៉ុនមេដៃហ្នឹងហើយអាស័យសំសាច់